ទៅរកដង្កូវថ្នោតទៅបងប្អូនហើយបានរៀងច្រើនគួរសមដែរហើយសម្រាប់រសជាតិដង្កូវថ្នោតនេះវិញគឺឆ្ងាញ់មែនទែនខ្ញុំចូលចិត្តជាងដុកឌឿដែលយកពីសូត្រទៀតណាបងប្អូននេះគឺថាទំនងខ្លាំងមែនទែនយើងយកទៅបំពងដើម្បីហូបហ្នឹងគឺថាអូជាតិណាស់បងប្អូនឥឡូវនេះយើងមកដល់ដើមថ្នោតហើយសម្រាប់ដង្កូវនេះដែរវានៅជាមួយតែដើមថ្នោតណាដែលងឹបទេហើយខាងក្រោមវាបងប្អូនអើយសិតតែអាចតកៅដំបូងគឺថាប្រហែលជាច្រើនខ្លាំងហើយមើលទៅប្រហែលជាដាក់មកកថាងមកអស់ទេដឹងនេះគឺសិតតែអាចវាបងប្អូននេះគឺថាច្រើនខ្លាំងមែនទែនឃើញតែអាចវាបងប្អូនហើយគិតថាប្រហែលមកកថាងដាក់មកអស់ទេដឹងគឺថាអាចច្រើនមែនទែនបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងនេះដំបូងយើងត្រូវកាប់ដើមថ្នោតផ្ដួលសិនបើសិនជាយើងអត់កាប់ផ្ដួលទេយើងអាចយកតកោបានទេតកោនោះគឺពេលដែលយើងកាប់នោះគឺយើងត្រូវកាត់កង់បានយើងអាចរោមកដើមនឹងអស់បងប្អូននេះយើងកាប់ភ្លាមគឺយើងអាចឃើញតកោភ្លាមហើយនេះតកោដែលវានៅនឹងគល់ហ្នឹង4 5ដែរអញ្ចឹងយើងចាប់ដាក់ចន្ទែកសិនមកចាំយើងធ្វើតទៀតទៅពេលយើងចាប់ដាក់ចន្ទែកហើយយើងដល់ម៉ោងដែលយើងទៅពុះនេះបងប្អូននេះគឺយើងត្រូវពុះដើមថ្នោតណាជាកង់ហើយបន្ទាប់មកយើងត្រូវហែកជាចម្រៀកដោយបងប្អូនមកឃើញនៅក្នុងវីដេអូអញ្ចឹងកង់ទី1យើងបើកឆ្វាច់គឺអត់មានរលីងបងប្អូនតាមមួយក៏អត់មានដែរបន្ទាប់ពីយើងអត់មានហើយយើងមកលើវិញឥឡូវចាប់ផ្ដើមទាញឆ្វាច់មកបងប្អូនឲ្យសិតតែមេច្រើនមែនទេហើយសម្រាប់មេវាគឺឆ្ងាញ់ជាងតកៅទៅទៀតនេះតាមចំណងចំណូលចិត្តណាបងប្អូនតែសម្រាប់ខ្ញុំគឺឆ្ងាញ់ជាងតកៅឥឡូវដល់ម៉ោងដែលយើងខ្វេះតកៅចាញ់មកបដើហើយនេះអូល្អខ្លាំងមែនទេបងប្អូនហើយខ្ញុំដាក់នឹងដៃមែនអីវាខាំដៃខ្ញុំបងប្អូនរឿងឈឺក៏សមដែរនោះមេវាដែលដើរខ្វៀកហ្នឹងឯងបងប្អូនគឺមេរបស់វាហើយនេះឥឡូវយើងចាប់ដើមរោតាមរួនកន្លែងណាដែលមានប្រហោងគឺយើងត្រូវយកដៃឆ្កឹះដើម្បីឲ្យវាដល់កន្លែងទល់បើមិនដល់កន្លែងទល់ហើយអត់មានន័យថាអត់តែបើសិនជាវានៅតែមានទីយើងនៅឆ្កឹះអញ្ចឹងទៅវាអាចនឹងបានតកៅនឹងបងប្អូនឥឡូវនេះគឺយើងកាប់អស់ពាក្យកដាលហើយសល់ពាក្យកដាលទៅក្រមទៀតខាងលើអត់សូវមានប្រហែលទេបងប្អូនគឺខាងក្រមរៀងច្រើនក៏សមដែរនេះបងប្អូនឥឡូវនេះយើងចាប់ដើមកាប់គ្រៀងខាងក្រមបន្តិចតែមិនទាន់ជាដល់គល់ទេកាប់នឹងបថៅបងប្អូនឲ្យបថៅក៏មុខធំទៀតកាប់ភឹងទៅរឹមតែនឹងបានដាច់នេះដល់កហើយនេះឥឡូវយើងចាប់ដើមបកឆាច់បានមួយបងប្អូនតែខាងក្រមតកៅគឺសិតតែអាចតកៅដូចបងប្អូនបានឃើញអញ្ចឹងគឺយើងកាយមើលដែរតែវាអត់មានអានេះយើងកាយខ្លាចលោវាមាននៅខាងក្រមអញ្ចឹងបងប្អូនតែវាអត់មានទេបន្ទាប់ពីយើងកាយអីហើយយើងដល់ម៉ោងយើងកាប់មកកណាត់ក្រមទៀតប្រហើយម្ដងទៅកុំអោយយប់យន្តសបិនយូរជើងកាប់ខាងក្រមភឹងនិយាយទៅរឹមនឹងបានតកៅនឹងហូបបងប្អូនឲ្យរៀងចាថាយើងប្រើកម្លាំងរៀងច្រើនក៏សមដែរនេះតកៅដែលយើងរកបានរៀងសំណំដែរហើយយើងចាប់ដាក់យ៉ាតូចក៏រៀងឆ្ងាញ់ដែរបងប្អូនអាតូចហ្នឹងហូចទៅសម្រាប់អ្នកដែលគាត់អត់សូវចូលចិត្តអាធំមើលទៅអាធំរៀងញើតអញ្ចឹងណាអញ្ចឹងហូបអាតូចយោណាខ្ទិះឆ្ងាញ់មែនទេនៅគាត់បកឆាច់នោះបងប្អូនអើយ3 4មលរណូលអូបងប្អូនហើយចេះទៅសម្រាប់តកៅនេះដូចខ្ញុំនិយាយអញ្ចឹងគឺសម្រាប់ខ្ញុំគឺឆ្ងាញ់ជាងដុកឌឿសូតក៏ថាសម្រាប់តកៅនេះយើងហូបទៅរៀងតលឿនបងប្អូនអញ្ចឹងយើងហូបតា4 5 6អញ្ចឹងទៅរៀងតលឿនវាអត់ដូចតកៅដុកឌឿសូតដែលយើងអាចហូបបានច្រើនតែអានេះក៏គេមិនអោយហូបច្រើនបងប្អូនហូបច្រើននឹងរាកខ្ញុំកាលមុនហូបច្រើនបងប្អូនហើយរាកពិបាកទៅរកថ្នាំពេទ្យត្រឹមតែនឹងបាត់ហូបច្រើនដល់ពេកនេះគឺតកៅយើងបងប្អូនគឺបានប្រប៉ុណ្្នឹងឯងគឺអស់មកដើមលលីងនេះហើយចង់ជម្រាបបងប្អូនថាសម្រាប់តកៅនេះគឺវានៅតែជាមួយនឹងដើមថ្នោតដែលងឹបទេនេះបងប្អូនគឺដួងមកប្រភេទនេះគឺខាងខ្ញុំគេអត់ហូបទេដួងដែលវាមានជើងនេះបងប្អូននេះតកៅដួងមានជើងគឺខាងខ្ញុំគេអត់ហូបទេគេហូបតែតកៅដួងដែលអត់មានជើងបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងដែលខ្ញុំកាប់ហើយយកហ្នឹងឥឡូវនេះយើងយកមកដល់ផ្ទះហើយយើងលាងវាស្អាតមកទៅបងប្អូនឲ្យទលុកទលន់ល្អមែនទែនបន្ទាប់ពីយើងលាងស្អាតហើយគឺយើងដល់ម៉ោងយកវាទៅបំពងបងប្អូននេះបំពងវាមានផ្ទុះ1 2 3ដែរក៏ថាវាអត់ផ្ទុះទាំងអស់ទេឥឡូវនេះគឺយើងបំពងឆ្អិនហើយយើងមករោយរ៉ូឌីបន្តិចមកហើយយើងដាក់ស្ករបន្តិចមកបន្ទាប់ពីយើងដាក់ស្ករហើយយើងដល់ម៉ោងដែលយើងបងប្អូននេះរួចដើមខ្ទឹមបន្តិចម្ទេសបន្តិចហើយជាមួយនឹងស្លឹកក្រូចសើចដែលយើងបានបំពងហើយស្រួយល្អហ្នឹងគឺជាការស្រេចតែម្ដងកលុកអូបងប្អូនណានិយាយថាជាតិមែនទេហើយសម្រាប់ការហូបនេះអានេះបានជាតិចទៀតអូអេមតែម្ដងនេះឥឡូវនេះអត់មានស្រីដាក់1 ម៉ាត់ 2 ម៉ាត់ដល់បងប្អូនបានទស្សនាកុំឲ្យថារោហើយមិនហូបមិនមានស្រីថាជាតិម្លេះទេហើយបងប្អូនខ្ញុំហើយនឹងមីខ្ញុំក៏គាត់ដាក់ជាបន្តិចទៅអញ្ចឹងវីដេអូនេះក៏អត់មានអីដែរបងប្អូនមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់
ជំរាបលាបាយបាយ mê cái gạo xì mê nó gạo xì tôi xin tất cả con các cháu thống kia luộc các kia là thu xì ấy cho mà nó